បាទបងប្អូនថ្ងៃនេះយើងទៅលេងភ្នំសំពៅម្ដងបាទថាតើនៅលើភ្នំសំពៅនឹងមានអ្វីខ្លះហើយពេលយើងទៅនឹងយើងអាចជួលម៉ូតូគេមានអ្នកបើកបរស្រាប់ក៏បានដែរទៅមកនឹងគេយកតែ 10000 ទេបាទហើយទៅដល់ខាងលើយើងឃើញមានបងសន្តិសុខភូមិបាទឬមួយក៏មានក្មេងៗផ្សេងដែរគេទៅនៅកន្លែងហ្នឹងចាំប្រាប់យើងថាយើងគូទៅលេងកន្លែងណាកន្លែងណីអញ្ចឹងណាយើងឲ្យលុយគាត់ខ្លះទៅបាទហើយខ្ញុំមានបងសន្តិសុខមួយហ្នឹងគាត់ជាធូរកាយបាទគាត់ជាអ្នកនាំផ្លូវអញ្ចឹងទៅគាត់នាំចុះទៅកន្លែងផ្សេងអញ្ចឹងណាបាទឥឡូវយើងដល់កន្លែងដែលថ្វាយគុំព្រះអង្គសិនបាទនៅខាងលើមានកន្លែងថ្វាយគុំព្រះអង្គហើយក៏មានកន្លែងគក់ទ្រូងដែរហើយការគក់ទ្រូងហ្នឹងទោះតែគក់ខ្លាំងតិចមិនលឺបើគក់តិចអត់លឺទេបាទនេះគក់អញ្ចឹងគឺអត់លឺទេទោះតែខ្លាំងជាងនឹងបាទហើយនៅក្នុងរូងនោះខ្ញុំតែងតែខ្លាចពស់បងមិនដឹងថាមានអីខ្លះតែទូទៅវាមានអីទេប៉ុន្តែខ្ញុំខ្លាចតែពស់ទេបាទហើយបន្ទាប់ពីយើងបានទៅកន្លែងគក់ទ្រូងនៅក្នុងរូងហើយយើងក៏បានចេញទៅខាងក្រៅវិញបាទយើងឡើងទៅតាមចណ្ដើអញ្ចឹងទៅហើយយើងក៏បានទៅដល់ទីតាំងព្រះអង្គធំមួយបាទព្រះអង្គធំចូលបរិនិព្វានហ្នឹងគឺយើងបានថ្វាយអង្គមព្រះអង្គអញ្ចឹងទៅបាទបន្ទាប់ពីថ្វាយអង្គមហើយយើងក៏បានបន្តដំណើរទៅមុខទៀតគឺយើងទៅដល់កន្លែងមួយគេហៅថាច្រកត្រជាក់ទ្វារត្រជាក់អីជាដើមអញ្ចឹងឡាងត្រជាក់បាទដោយសារតែខាងលើហ្នឹងគឺប្រហែលជាមានខ្យល់បក់ចូលពីលើអញ្ចឹងទៅវាឆ្លងកាត់កន្លែងណាមួយអញ្ចឹងទៅវាធ្វើឲ្យត្រជាក់បាទអញ្ចឹងមនុស្សចូលចិត្តមកឈរកន្លែងហ្នឹងដែរដោយសារតែវាត្រជាក់បាទខ្ញុំឈរសាកមើលដែរខ្ញុំឈរសាកមើលទៅត្រជាក់របស់គេមែនតើបាទត្រជាក់មែនបាទតែបន្ទាប់ពីយើងឈរស្រូបខ្យល់បន្តិចទៅយើងអាចចូលទៅខាងក្នុងបាទហើយខាងក្នុងហ្នឹងគឺអត់ដូចជាអត់មានអីច្រើននេះគឺខាងក្នុងគឺមានតែរូបសំណាកព្រះពុទ្ធអញ្ចឹងណាបាទអញ្ចឹងយើងទៅដល់ខាងក្នុងយើងថ្វាយបង្គំសិនទៅបាទជាទូទៅយើងទៅកន្លែងណាយើងថ្វាយបង្គំកន្លែងហ្នឹងទៅបាទដើម្បីជាការគោរពអញ្ចឹងណាបាទបន្ទាប់ពីយើងបានថ្វាយបង្គំយើងចេញពីក្នុងរូងហើយយើងចេញទៅខាងលើម្ដងបាទយើងដើរទៅខាងលើហើយខាងលើហ្នឹងគឺមានផ្លូវតូចមួយឡើងទៅហ្នឹងគឺឬបងសន្តិសុខថាមានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងដែរបាទខ្ញុំឆ្ងល់គ្រោះថ្នាក់ចរាចរណ៍អីមិនលើភ្នំហ្នឹងគាត់ថាមានឡានឈ្នួលមួយបើកឡើងទៅដល់កំពូលហើយចុះវិញគេប្រាប់ថាឲ្យយឺតហើយគេហាមមិនឲ្យចូលទេប៉ុន្តែគាត់នៅតែឡើងណាបាទឥឡូវនេះយើងបានទៅដល់កន្លែងហៅថាចេតដីបាទចេតដីនេះតាមដំណើរគឺថាជាចេតដីរបស់ប្រពន្ធរបស់លន់ណុលបាទប្រពន្ធរបស់លោកលន់ណុលណាបាទសេនាប្រមុខដែលបានទម្លាក់សម្ដេចព្រះនរោត្តមសីហនុពីអំណាចនៅឆ្នាំ1970បាទបន្ទាប់មកគាត់ក៏កម្ពុជាយើងមានសង្គ្រាមវឹកវរអញ្ចឹងទៅគាត់ក៏បានភៀសខ្លួនជាមួយនឹងអាមេរិកបាទទោះកងទ័ពអាមេរិកហ្នឹងទៅសហរដ្ឋអាមេរិកបានហើយគឺថាស្លាប់នៅទីនោះបាទហើយខ្ញុំមិនច្បាស់ដែរបាទតែយើងក៏ឃើញមានដុំថ្មធំមួយបាទដុំថ្មនេះធំមែនទែនបាទសិនជាយើងទៅប៉ះឬក៏រុយវាប្រហែលអាចធ្លាក់ណាដោយសារតែវាមានកំណល់របស់វានេះគឺតូចទេប៉ុន្តែវាមានលំនឹងបាទហើយបន្ទាប់មកយើងក៏បានដើរទៅមុខទៀតមានចេតដីផ្សេងហើយចេតដីនេះខ្ញុំមិនចាំទេប៉ុន្តែយើងអាចសើចមើលឃើញហើយបន្ទាប់មកយើងក៏បានដើរទៅមើលកន្លែងហៅថាទិដ្ឋភាពពីលើអាកាសបាទពីលើអាកាសពីលើភ្នំបាទទិដ្ឋភាពពីលើភ្នំគឺយើងមើលទៅខាងក្រោមចង់ដឹងថាតើខាងក្រោមវាទិដ្ឋភាពយ៉ាងម៉េចបាទទិដ្ឋភាពពីលើអាកាសអីហ្នឹងបាទគេដាក់ថាអនុស្សាវរីយ៍ភ្នំសំពៅបាទហើយនៅនឹងក៏មានជនបរទេសចាប់អារម្មណ៍ដែរគាត់មកមើលមកថតអីដែរហើយជនបរទេសហ្នឹងមើលទៅជាមកពីអាមេរិកបាទមិនមែនមកពីអឺរ៉ុបទេដូចជាអាមេរិកមើលទៅដូចកាត់មីស៊ីកូកាត់អីបន្តិចបាទខ្ញុំមិនបានសួរដែរប៉ុន្តែគាត់ដើរក្បែរខ្ញុំដែរហើយគាត់ដោះជើងកន្លែងខ្លះតាមបែបដោះទេកន្លែងខ្លះគេអត់តម្រូវឲ្យដោះទេហើយយើងចប់ហើយខាងលើយើងចប់ហើយយើងចុះមកក្រោមវិញយើងជិះម៉ូតូមកធម្មតាអញ្ចឹងណាបាទហើយខាងក្រោមហ្នឹងនៅចង្កេះភ្នំមានការរៀបចំជាហៅថារូបសំណាកព្រះពុទ្ធគឺនិយាយពីពុទ្ធប្រវត្តិចាប់តាំងពីកំណើតរហូតដល់ចូលបរិនិព្វានហើយក៏មានបងប្អូនយើងច្រើនណាស់នៅចាំមើលវិជាតែចេញពីរូងភ្នំវិជារាប់លានក្បាលបាទវិជានេះចេញម៉ោងប្រហែលជា6បាទហើយនេះឥឡូវវាហៅទៅខាងស្ដាំហ្នឹងហើយស្ដាំយើងណាឥឡូវវាហៅទៅខាងស្ដាំគឺទៅទិសខាងជើងបាទកាលពីមុនវាហៅមកត្រង់ពីមុខប៉ុន្តែឥឡូវនេះបងប្អូនយើងអង្គុយចាក់មើលវាច្រើនពេកវាអៀនណាវាហៅទៅទិសខាងជើងវិញបាទអានឹងប្រហែលជាវាអៀនមែនហើយបាទពីមុនខ្ញុំទៅប្រហែលជា10ឆ្នាំមុនវាហៅត្រង់មកមុខហ្មងឥឡូវវាហៅទៅជើងវិញបាទ